bà thăm bạch chiết bà cao dương máuនៅក្រោមមេឃលើដីបាទមនុស្សតែមួយប៉ុន្តែមានវាសនាខុសៗគ្នាណាបាទដោយសារមូលហេតុអីអ្នកដែលនៅផ្ទះល្អក៏គាត់បានជោគជ័យអ្នកដែលនៅផ្ទះដែលមិនល្អគាត់ក៏ទទួលបានការបរាជ័យបាទអញ្ចឹងគឺមានការបែងចែកពីរណាមានន័យថាសខ្មៅខ្ពស់ទាបវែងខ្លីបាទមានហើយនឹងក្របាទគឺរបស់ពីរនេះផ្ទុយគ្នាអញ្ចឹងយើងបងប្អូនមើលថាបើសិនជាយើងចង់សាងវាសនារបស់យើងឲ្យបានល្អបងប្អូនត្រូវពិនិត្យមើលហុងស៊ុយនៅក្នុងផ្ទះណាព្រោះយើងកើតមកដូចគ្នាបាទជាមនុស្សដូចគ្នាប៉ុន្តែមានលទ្ធផលផ្សេងគ្នាបាទតើមូលហេតុអីហើយសួរថាកំឡុងពេលដែលបងប្អូនបាទរស់រៀនមានជីវិតនោះគឺបងប្អូនរស់នៅក្នុងផ្ទះមែនទេបាទអញ្ចឹងរស់នៅក្នុងផ្ទះអញ្ចឹងបងប្អូនគួរតែដឹងថាផ្ទះនោះហើយដែលជាអ្នកកំណត់វាសនារបស់យើងបាទបើសិនជាធម្មពលរបស់នៅក្នុងផ្ទះនោះបែបណាគឺវាសនារបស់យើងគឺបែបនោះយើងហៅថាជាធម្មពលយើងអាចហៅថាជាបារមីជាហុងស៊ុយជាងៅហេងជារាសីជាយាអ៊ុនបាទអញ្ចឹងបានចាស់យើងតែផ្ដាំយើងថាអូប្រយ័ត្នណាប្រយ័ត្នជាអ៊ុនដាក់អរិយធ្វើបាទឃើញគាត់តែងតែនិយាយពាក្យហ្នឹងតគ្នាណាបាទយើងបកកែបណ្ណាក៏ដោយយើងក៏តាមមនុស្សយើងរៀនបណ្ណាក៏ដោយតែជាអ៊ុនដាក់អរិយវាធ្វើបាទគឺចប់ហើយបាទគឺនឹងធ្វើឲ្យវាសនារបស់យើងគឺមានការប្រែប្រួលហើយអញ្ចឹងបានន័យថាផ្ទះរបស់យើងនឹងគឺកំណត់វាសនារបស់យើងហើយជឿមិនជឿបងប្អូនអាចខលមកតាមលេខទូរស័ព្ទរបស់លោកគ្រូបានគឺ097 80 79 595 015បាទ69 10គុត10គុតបាទ099 9គុត24ចំណុចដ៏ពិសេសមួយទៀតបាទនៅពេលដែលយើងគិតមើលថាហេតុអីបានជាកើតមកធាតុជាតិបានន័យថាកើតមកជាតិធាតុរបស់យើងតែមួយចានរស់នៅក្រោមមេឃលើដីតែមួយប៉ុន្តែមានវាសនាខុសគ្នាអញ្ចឹងកំឡុងដែលបងប្អូនរស់នៅនោះរស់នៅកន្លែងណានេះចំណុចមួយនេះអញ្ចឹងហើយបានលោកគ្រូតែងតែនិយាយថាយើងពិតប្រកបណាស់គឺជាចង្ក្រានជើង3បាទមានន័យថាមានកតាមេឃមានកតាដីមានកតាមនុស្សចង្ក្រានជើង3របស់យើងនេះគឺគុំគ្នាទើបធ្វើឲ្យយើងអាចខ្លាំងប្រកែបានបាទมันអាចថាមានតែយើងមួយក៏យើងប្រកែដែរអត់ទេធម្មតាមនុស្សគឺជាអ្នកធ្វើគំនិតរបស់យើងគឺជាអ្នកគិតហើយវិញ្ញាណបាទនឹងប្រាប់ឲ្យដឹងដោយអារម្មណ៍របស់យើងដើម្បីធ្វើឲ្យយើងគិតហើយទៅធ្វើនៅពេលដែលយើងទៅធ្វើវិញ្ញាណហើយនឹងអារម្មណ៍ហើយនឹងការគិតរបស់យើងគឺគុំគ្នាទាំងអស់បាទទើបបាទធ្វើឲ្យសកម្មភាពរបស់យើងនោះបានល្អមានន័យថាម៉េចរបស់3គុំគ្នាវិញ្ញាណផងអារម្មណ៍ផងការគិតរបស់យើងផងបាទទើបពេលវេលាជាអ្នកដែលសម្រេចផលមកឲ្យបាទបងប្អូនពិសោធន៍បានកន្លែងនេះណាតែកាលណាដែលយើងធ្វើដោយយើងមិនផ្ដោតអារម្មណ៍ទេបាទគឺយើងអត់ប្រកែទេបាទអញ្ចឹងនៅពេលដែលយើងផ្ដោតអារម្មណ៍ហើយយើងការពារបានន័យថាវិញ្ញាណរបស់យើងបាទគឺពេលដែលយើងទៅធ្វើទីនោះគឺវិញ្ញាណរបស់យើងគឺនៅក្នុងខ្លួនយើងនឹងរហូតដើម្បីធ្វើឲ្យយើងមានអារម្មណ៍បាទដែលជាធម៌ពលនៅក្នុងការគិតហើយនឹងធ្វើវាព្រោះការធ្វើគឺជារូបរាងកាយរបស់យើងទេប្រព័ន្ធបញ្ជារបស់យើងគឺនៅមួយកណាត់កកនេះឡើងមកលើបាទអញ្ចឹងយើងមើលអត់ឃើញទេប្រព័ន្ធបញ្ជារបស់យើងនោះគឺជាវិញ្ញាណនោះគឺជាអារម្មណ៍ដែលនាំឲ្យយើងគិតអញ្ចឹងសួរថាផ្ទះដែលมันមានហុងស៊ុយល្អផ្ទះនោះគឺបំផ្លាញយើងទាំងសុខភាពរបស់យើងពេលដែលយើងទៅនៅផ្ទះនោះបាន1ឆ្នាំ2ឆ្នាំ3ឆ្នាំ
រហូតដល់យូរបំផុតអាចថា5ឆ្នាំធ្វើឲ្យយើងឈឺផងបាទធ្វើឲ្យយើងពីរអ្នកប្តីប្រពន្ធនឹងឆ្លោះគ្នាផងបាទធ្វើឲ្យយើងរហូតទៅដល់បែកបាក់បាទប្តីប្រពន្ធនោះបាទធ្វើឲ្យយើងបាទមានអ្នកទី3បាទយើងគិតមើលស្បត់ស្បាយរួមរស់ជាមួយគ្នាហេតុអីបានជាអាចតែមានអ្នកទី3បានរហូតដល់បែកបាក់គ្នាបានបាទគឺដោយសារតែវិញ្ញាណដែលនាំឲ្យអារម្មណ៍នោះធ្វើឲ្យមនុស្សនឹងគិតទើបគាត់អាចបែកបាក់ពីយើងបានបាទគឺដោយសារតែធម្មពលនៅក្នុងផ្ទះនោះវិញ្ញាណនៅក្នុងផ្ទះនោះឯងអញ្ចឹងធ្វើឲ្យយើងបានលុយមកហើយលុយនោះក៏បាទខ្ចាត់ខ្ចាយបាទទៅនេះទៅនោះអស់លេងទៅជាហេតុផលដែលមិនចេះចប់បានលុយមកហើយគឺហូរចេញទៅវិញអស់បាទនោះគឺបាទធម្មពលនៅក្នុងផ្ទះនោះហើយពូក្នុងផ្ទះរបស់យើងមានតាំងពីឃ្លាំងស្បៀងមានតាំងពីឃ្លាំងលុយមានតាំងពីបាទកន្លែងដែលត្រូវព្យាបាលជំងឺយើងបាទហើយនៅក្នុងនោះបងប្អូនកត់សម្គាល់ណាពេលដែលបងប្អូននេះទៅគឺបងប្អូនកត់សម្គាល់បានន័យថាយើងក៏មានកត្តាទាំង3ដូចគ្នាចឹងដែរនៅពេលដែលយើងសង់ផ្ទះទី1គឺយើងត្រូវពិនិត្យមើលទិសទី2យើងត្រូវពិនិត្យមើលជ័យភូមិឯទី3យើងត្រូវពិនិត្យមើលអីទៀតបាទណាជាចក្រានជើង3ដូចគ្នាណាបាទជ័យភូមិទិសបាទហើយនឹងបាទទ្រង់ទ្រាយទំហំផ្ទះរបស់យើងកុំភ្លេចណាទិសជ័យភូមិទ្រង់ទ្រាយទំហំផ្ទះរបស់យើងបាទគឺជាចក្រានជើង3ដើម្បីបង្កើតធម្មពលគឺវិញ្ញាណល្អមកឲ្យយើងហើយទំហំផ្ទះក៏យើងត្រូវតែមានຂະຫນាតដែរទំហំផ្ទះមានຂະຫນាតរហូតទៅដល់4ຂະຫນាតបាទដូចតាលំហូរសាច់ប្រាក់យើងអញ្ចឹងដែរដូចគ្នាណាបាទអញ្ចឹងចូលមកដល់ចំណុចទី2បន្ទាប់ពីយើងរើសបានទិសរើសបានជ័យភូមិរើសបានទំហំຂະຫນាតនឹងរួចហើយបាទយើងត្រូវមើលអីទៀតបាទត្រូវមើលផ្នែកខាងមុខផ្ទះរបស់យើងនោះបាទជាហង្សក្រហមរបស់យើងមានស្អីខ្លះបាទផ្នែកខាងឆ្វេងរបស់យើងគឺបាទនាគខៀវដែលមានបរិវាររបស់យើងបាទដើម្បីជួយពង្រឹងយើងឲ្យខ្លាំងចំណែកឯនៅខាងស្ដាំដៃរបស់យើងគឺបាទខ្លាសគឺជាបរិវារជួយផ្នែកលក់បាទធ្វើទីផ្សារណាចំណែកឯផ្ទាំងខាងក្រោយបាទខាងក្រោយផ្ទះរបស់យើងណាបាទគឺជាអណ្ដើកខ្មៅគឺជាទីបង្អែកបាទមានន័យថាអាចជួយដោះស្រាយបញ្ហារបស់យើងបានគ្រប់យ៉ាងបាទតែកាលណាដែលជ័យភូមិរបស់យើងល្អបែបនេះគឺធ្វើឲ្យយើងបានលេខ1បាទចំណុចទី3គឺពាក់ព័ន្ធទៅនឹងការរៀបចំសីមាការពារយើងផងនិងសីមាដើម្បីជាធម្មពលនៅក្នុងការលក់របស់យើងនោះឲ្យបានខ្លាំងផងគឺមានសីមារហូតទៅដល់5សីមាទី1បាទគឺជាសីមាទ្វាររបងខាងមុខផ្ទះសីមាទី2ទ្វារច្រកចូលទូផ្ទះសីមាទី3បាទចំនាងផ្ទះសីមាទី4កុងម៉ារបស់យើងសីមាទី5គឺបន្ទប់ព្រះបាទបន្ទាប់ពីបាទយើងរៀបចំឲ្យបានល្អនោះហើយចឹងចូលដល់ចំណុចទី4គឺពាក់ព័ន្ធទៅនឹងបាទបាតផ្ទះទ្វារផ្ទះបន្ទប់គេងបន្ទប់ទឹកចង្ក្រានបាយទ្វារខាងក្រោយបាទតបូលផ្ទះសំយ៉ាបផ្ទះក្រែយើងដេកបាទគឺមានការពាក់ព័ន្ធទាំងអស់ពិនិត្យមើលទាំងអស់ចឹងបាទបើសិនជាបងប្អូនចង់ដឹងថាផ្ទះបងប្អូននោះជួយបងប្អូនមិនជួយបងប្អូនអាចឆាតមកបានហើយលោកគ្រូនឹងម៉ែជូនទៅឲ្យហើយមិនបាច់ចាំប្រាប់លោកគ្រូទេលោកគ្រូនឹងប្រាប់យើងវិញនៅពេលដែលយើងនៅផ្ទះនោះបាទស្ថានភាពរបស់យើងនោះបែបណានោះគឺយើងអាចពិសោធន៍បានដោយខ្លួនឯងនៅបាទអាចពិសោធន៍បានដោយខ្លួនឯងនៅពេលដែលយើងពិសោធន៍បានហើយចាំជឿណាអូខេ